បានលក្ខណៈអបាហេតុមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធបរិឆាំងគ្រឿងញៀនបានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសយុវជនចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាផ្នែកមួយជួយដល់សមត្ថកិច្ចក្នុងការរាយការណ៍ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសហគមន៍របស់យើងបន្តស្មារតីរួបរួមនិងចលនាជាតិមួយអនុវត្តខ្លឹមសាររួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជាក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន26មិថុនាឆ្នាំ2025ក្រោមប្រធានបទរួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជានៅខេត្តសៀមរាបនាថ្ងៃទី1ខែកក្កដានេះឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថារាជរដ្ឋាភិបាលនីតិកាលទី7បានបន្តដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10ជាមួយនឹងការបែងចែកភារកិច្ចរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការច្បាស់លាស់រឹងមាំនិងមុតស្រួចដែលមានការទទួលខុសត្រូវពីគ្រប់វិស័យគិតចាប់តាំងពីការងារផ្សព្វផ្សាយអប់រំការអនុវត្តវិធានការរដ្ឋបាលការអនុវត្តវិធានការច្បាប់ការងារព្យាបាលនិងស្ដារនីតិសម្បទាការគ្រប់គ្រងសារធាតុញៀននិងគីមីផ្សំនិងការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឯកឧត្តមក៏បានណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ទាំងអស់សូមឈលលើស្មារតី3កុំ1រាយការណ៍គឺកុំពាក់ព័ន្ធកុំអន្តរាគមន៍កុំលើកលែងនិងត្រូវរាយការណ៍ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់និងប្រើប្រាស់វិធានការក្តៅគគុកដោយគ្មានការលើកលែងក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្មនៃគ្រឿងញៀនបង្ក្រាបឲ្យបានដល់មេខ្លោងចែកចាយដើម្បីកាត់ផ្តាច់ចរន្តទីផ្សារឈានទៅលុបបំបាត់នៅឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍លោកសំកុលសុចិត្រាអភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានក្រើនរំលឹកដល់យុវជនទាំងអស់សូមកុំចង់សាកល្បងគ្រឿងញៀននិងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនកុំជឿតាមការញុះញង់បោកបញ្ឆោតរបស់នរណាម្នាក់ឈានដល់ការប្រើប្រាស់រហូតធ្លាក់ខ្លួនក្លាយជាអ្នកញៀនគ្រឿងញៀនដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួនហើយក៏សូមជំរុញដល់អាណាព្យាបាលក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នាដើម្បីឲ្យសហគមន៍របស់យើងមិនមានគ្រឿងញៀន